តែតែចាត់តាំងពិធីសាសនានិងប្រជាប្រិយជាច្រើនក្នុងរដូវប្រាំងវត្តអារាមដែលប្រារព្ធពិធីបញ្ចុះសីមាសម្ពុតកត់សាលាទាននៅតាមភូមិស្រុកមានចាត់តាំងពិធីបុណ្យកំសាន្តស្រុកបុណ្យជ្រោយរំជែកក្នុងប៉ុន្មានថ្ងៃបុណ្យក៏មានសកម្មភាពកំសាន្តសប្បាយពិសេសគឺគណៈកម្មការបុណ្យតែងតែអញ្ជើញក្រុមសិល្បៈខ្មែរមកសម្ដែងបម្រើបច្ចុប្បន្នទីក្រុងកន្ធើមាន4ក្រុមសិល្បៈជំនាញនិងមិនជំនាញតែសម្ដែងបម្រើមានក្នុងរដូវប្រាំងក្រៅពីក្រុមសិល្បៈខ្មែរទីក្រុងកន្ធើនៅមាន3ក្រុមសិល្បៈមហាជនគឺក្រុមសិល្បៈចំព្រែកឃុំតាយ៉ាងក្រុមសិល្បៈរងឃុំធ្វើងានិងក្រុមសិល្បៈប្រសាទគួងឃុំងកទូប៉ុន្មានឆ្នាំថ្មីនេះសកម្មភាពវប្បធម៌សិល្បៈក្នុងមានខ្មែរបានរីកចម្រើនគ្រប់ភូមិស្រុកក្រុមសិល្បៈទាំងឡាយក៏ខ្នាប់បានតាន់ពេលវេលានៅតម្រូវការទស្សនកម្មវិធីចម្រៀងរបាំនិងល្ខោនបាសាក់របស់មីទៅតែងតែយកចិត្តទុកដាក់និងផ្សព្វផ្សាយបណ្ដាដំណោះស្រាយបង្កើតកម្មវិធីសម្ដែងឲ្យបានសមស្របពិសេសក្រោយពេលរួមបញ្ចូលខេត្តភូមិភាគបន្តជាឧបត្ថម្ភបណ្ដាក្រុមសិល្បៈរក្សាសកម្មភាពស្ថិរភាពដើម្បីបម្រើល្អជាងតម្រូវការទទួលវប្បធម៌របស់មីមិននឹងចាត់តាំងចេញទៅសម្ដែងជូនប្រជាជននៅឯជនបទដាច់ស្រយាលហ្នឹងគឺថ្នាក់ដឹកនាំរបស់ក្រុមហ្នឹងគឺថាមានផែនការចាត់តាំងឲ្យផ្នែកនីមួយៗដូចជាផ្នែកខាងចម្រៀងផ្នែកខាងល្ខោនគឺមានការហាត់ពុតពេលវេលាសម្រាប់ឲ្យការហាត់ពុតនិយាយរួមគឺមានពេលវេលាប្រហែលជា2ទៅដល់3ខែដើម្បីយើងរៀបចំត្រៀមនៅកម្មវិធីដើម្បីសម្ដែងជូនប្រជាជនយើងនៅជនបទជាធម្មតានោះក្រុមយើងចាប់តាំងនៃការសម្ដែងបម្រើប្រជាជនរបស់យើងនៅជនបទដាច់ស្រយាលនោះគឺមានប្រហែលជាពី3ខែរហូតជិត4ខែគឺថាចាប់តាំងចេញសម្ដែងហ្នឹងតាំងពីក្បាលខែ2រហូតដល់ចំខែ4ឬដើមខែ5បានយើងត្រឡប់មកទីកន្លែងរបស់យើងវិញក្រុមក៏មានការហាត់ពុតអស់ជាច្រើនថ្ងៃដែរច្រើនខែដែរបានក្រុមចាប់ដើមចេញហើយពេលដែលហាត់ពុតហ្នឹងគឺយើងនឹងខំរៀនពាក្យដែលនៅក្នុងរឿងដែលខំទន្ទិញខំរៀនឲ្យចាំខំសម្ដែងគ្រប់សពបែបយ៉ាងទាំងអស់ទៅដល់ថ្ងៃចេញយើងយើងសម្ដែងបានហើយពេលដែលយើងចេញមកសម្ដែងនៅតាមស្រុកតាមភូមិហ្នឹងឃើញទស្សនិកជនជាច្រើនបានគាំទ្រយើងក៏គេហៅថាមានការសប្បាយចិត្តយ៉ាងខ្លាំងដែលយើងស្រឡាញ់នៅវិស័យសិល្បៈមួយហ្នឹងហើយដែលពេលដែលយើងមកសម្ដែងទៅមានបងប្អូនគេចូលចិត្តទៅយើងមានមោទនភាពយ៉ាងខ្លាំងនេះគឺជាការសម្ដែងរបស់ក្រុមសិល្បៈខ្មែរទីក្រុងកន្ធើក្នុងពិធីបុណ្យកំសាន្តស្រុកនៅភូមិខ្វាន់តាងឃុំឡុងហ្វូក្រុមកសាងផែនការសម្ដែងច្រើនជាងមុនដោយសារភូមិសាស្ត្រសម្ដែងទូលាយជាងនិងចំនួនទស្សនិកជនក៏កើនឡើងដែរក្រុមសិល្បៈខ្មែរទីក្រុងកន្ធើប្រមូលផ្ដុំទៅលើ3ភារកិច្ចស្នូលគឺតែងនិពន្ធរៀបរៀងចាត់តាំងឃោសនាមាគ៌ាគោលនយោបាយរបស់បកបម្រើបណ្ដាសកម្មភាពកិច្ចការបរទេសនិងចាត់តាំងសម្ដែងបម្រើមានខ្មែរនៅតាមតំបន់ជនបទក្នុងការរៀបចំចាត់ចែងនៃការសម្ដែងនេះគឺថ្នាក់ដឹកនាំក្រុមក៏ដូចជាបងប្អូនសិល្បករសិល្បករនីយើងទាំងអស់ហ្នឹងក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដែលថាដោយថាបងប្អូនក្មេងៗយុវជនហ្នឹងគឺថាមានចំណូលចិត្តផ្នែកខាងសម័យហើយដូចថានិយាយតាមមីងបងប្អូនយើងដែលមានអាយុចំណាស់តិចហ្នឹងគឺថាចូលចិត្តនៅបញ្ហាបុរាណគឺថាមានខ្សែរឿងបុរាណឬក៏កម្មវិធីដែលមានតាក់ទងទៅនឹងបុរាណច្រើនហើយក្រុមហ្នឹងក៏បានដូចថារៀបរៀងធ្វើយ៉ាងណាឲ្យបានសមស្របទៅតាមតម្រូវការរបស់ប្រជាជនយើងទស្សនិកជនយើងគ្រប់ជាន់ថ្នាក់ដែរខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន
មានលោកតាលោកយាយបងប្អូនមេមីងទាំងអស់គ្នាតែងតែគ្រប់គ្រងនិងស្រឡាញ់ក្រុមសិល្បៈទីក្រុងកង្ឃើរបស់ពួកខ្ញុំជានិច្ចហើយនេះខ្ញុំសង្ឃឹមថានឹងមានទស្សនិកជនយ៉ាងច្រើនគ្រប់គ្រងស្រឡាញ់និងស្នេហាសិល្បៈល្ខោនបាសាក់ជាបន្តនេះខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សានៅវប្បធម៌ខ្មែររបស់យើងចា៎រក្សាសិល្បៈវប្បធម៌ខ្មែរមួយថ្ងៃកាន់តែរីកចម្រើនតទៅថ្ងៃអនាគតចា៎ក៏មានអញ្ជើញនៅខាងក្រុមសិល្បៈខាងទីក្រុងកង្ឃើដើម្បីមកសម្ដែងជួបចែកជូនទៅដល់យាយតានៅភូមិស្រុកកំសាន្តឃើញទេសនាទៅគឺឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំណែកហើយនៅចម្រៀងសម័យនិងរបាំបុរាណហើយនឹងដឹករឿងដល់ល្អប្លែកដើម្បីជាការចំណាប់អារម្មណ៍ផងជាចំណីមួយសម្រាប់ដឹកនាំដល់យាយតានៅភូមិកន្តាងទាំងអស់រាល់យប់សម្ដែងរបស់ក្រុមសិល្បៈទាំងឡាយសុទ្ធតែមានមីមីមកទស្សនាយ៉ាងច្រើនកោកកាមានមីមីមិនតិចទេទៅទស្សនាចម្រៀងនិងល្ខោនបាសាក់រៀងរាល់យប់ទោះបីបច្ចុប្បន្នមធ្យោបាយស្ដាប់មើលមានគ្រប់គ្រាន់គ្រួសារជាច្រើនមានទូរទស្សន៍កុំព្យូទ័រទូរស័ព្ទឆ្លាតវៃដើម្បីជ្រើសរើសនិងតាមដានបណ្ដាកម្មវិធីកម្សាន្តតាមចំណូលចិត្តក្តីប៉ុន្តែមីមីនៅតែរក្សាបានរបៀបរស់នៅតាំងពីដើមមកតែមានការចូលចិត្តពិសេសពេលទស្សនាផ្ទាល់នៅទម្រង់សិល្បៈបុរាណពិសេសគឺល្ខោនបាសាក់មានយោលភពនឹងគាត់មានក្រុមសិល្បៈក្រុមល្ខោនបាសាក់នៅក្នុង3យប់នឹងល្ខោនបាសាក់ក្នុងខេត្តឆ្នាំជើងក្រុមឆ្នាំ3យប់ចាក្រុមសិល្បៈមកសម្ដែងឲ្យយាយតាបងប្អូនយើងឃើញទាំងអស់គ្នាហើយសប្បាយទាំងអស់គ្នាឲ្យបានយាយតាយើងរីកចម្រើនទាំងអស់ក្រុមល្ខោននឹងគង់លេងឲ្យលេង3យប់ដល់3យប់ឡើងឲ្យយាយតាយើងចេញមិនចង់ឲ្យឈប់ផងតាំងពីក្រោយរដូវកាលបុណ្យកឋិនទានក្រុមសិល្បៈរងចាប់ដើមបម្រើនៅពិធីបុណ្យជាច្រើនtrongឆ្នាំ2025ដល់ដើមឆ្នាំ2026ការវិភាគសម្ដែងរបស់ក្រុមញឹកញាប់ជាមុនជីវភាពនៅមានការលំបាកច្រើនសិល្បករសិល្បករនីតន្ត្រីករបញ្ជំនាញត្រូវឆ្លៀតធ្វើមុខរបរផ្សេងរាល់ពេលក្រុមផ្អាកការសម្ដែងប៉ុន្តែចំណូលចិត្តសិល្បៈបានជួយពួកគាត់គ្រប់គ្នាសាមគ្គីលើកទឹកចិត្តស្មារតីគ្នាទៅវិញទៅមករួបរวมគ្នាហាត់សោបដើម្បីរក្សាការសម្ដែងក្នុងបណ្ដាពិធីបុណ្យប្រចាំឆ្នាំបើយើងគិតតែការជីវភាពរស់នៅការដែលយកចំណៃនឹងយកទៅគ្រួសារដូចជាយើងសេដ្ឋកិច្ចទៅមិនរួចទេបើថាយើងស្រឡាញ់យើងស្នេហាសិល្បៈហើយយើងស្នេហាជាតិយើងអានឹងយើងខំថែរក្សាទេchứមិនមានថាយកលុយនឹងទុកសម្រាប់ដែលចិញ្ចឹមគ្រួសារទៅមិនរួចទេបើគិតអញ្ចឹងអានឹងគិតថាអោយតែបានកន្លែងណាល្អទុកសម្រាប់ដែលដឹកនាំកូនក្មួយបងប្អូនថ្ងៃក្រោយណោះខ្មែរយើងកុំអោយភ្លេចនាងខ្ញុំក៏សែនសប្បាយចិត្តយ៉ាងខ្លាំងដែលបានឃើញទស្សនិកជនក៏ដូចមានយាយតាពុកម៉ែបងប្អូនបានគាំទ្រយ៉ាងច្រើនហើយនឹងស្រឡាញ់រាប់អានដល់ក្រុមសិល្បៈយើងខ្ញុំទាំងអស់គ្នាផងដែរចាសិល្បករយើងខ្ញុំក៏សូមសន្យាថានឹងខិតខំសម្ដែងឲ្យអស់ពីកម្លាំងកាយចិត្តសម្ដែងឲ្យបានល្អនៃឈុតឆាកហើយនឹងខំថែរក្សាវប្បធម៌សិល្បៈខ្មែរយើងនឹងខំលើកកម្ពស់នៃស្នាដៃនៃសិល្បៈខ្មែរចាក្រុមសិល្បៈខ្មែររងបានបង្កើតឡើងនៅឆ្នាំ1978ដល់ឆ្នាំ1983ក៏ចាប់ផ្ដើមចេញទៅសម្ដែងរហូតមកដល់សប្តាហ៍ថ្ងៃពិសេសឆ្នាំនេះភូមិសាស្ត្រសកម្មភាពរបស់ក្រុមក៏ធំទូលាយជាងមុនគិតមើលទៅពេលនេះក្រុមសម្ដែងបាន15ទីតាំងហើយច្រើនឆ្នាំកន្លងមកក្រុមសិល្បៈខ្មែររងក៏យកចិត្តទុកដាក់ជ្រើសរើសយុវជនយុវតីដែលមានទេពកោសល្យដើម្បីបង្ហាត់បង្រៀនរបៀបសម្ដែងរបៀបច្រៀងជឿឲ្យអ្នកបន្តវេនរក្សាការសម្ដែងរួមចំណែកថែរក្សាសិល្បៈបាសាក់
ឥឡូវគេបោះកក់ហើយហើយនឹងខ្ញុំចូលទៅកងត្រាហ្នឹងចូលកងត្រាឲ្យគេបោះកក់ហើយនោះមើលទៅធ្លាក់ដល់ថ្ងៃ12ខែ5អានេះច្បាប់លាប់យើងទៅសុំមុនហើយទៅខេត្តនៅទៅខេត្តកន្ទើសនុកគេជួយយើងព្រុសភ្លាមក្មេងក្រោយហ្នឹងឥឡូវឡើងមើលទៅបានប្រហែលជាជិត10នាក់ក្មេងស្រីក្មេងប្រុសក្មេងៗហើយចេះបង្ហាត់តែមកឧទាហរណ៍ថាទ្រឹស្ដីនៅក្នុងវោហាអញ្ចឹងកន្លែងណាខុសយើងជួយប្រាប់ក្មួយឡើងដល់អញ្ចឹងហ្នឹងប្រាប់ទៅយូរទៅចេះដឹងអញ្ចឹងដែរខ្លះទៅគេចេះដល់ចង់ចេះជាងគ្រូទៀតបានណាសិល្បករចំណេញក្រោយអញ្ចឹងអូនក៏ខំប្រឹងឲ្យរៀនហាត់ក្បាច់ថែមដើម្បីទៅសម្ដែងឲ្យពុកម៉ែបងប្អូនយើងមើលបានណាល្អបានណារាល់ថ្ងៃហ្នឹងបានណាបងប្អូននិយាយថាដើមមិនបង្ហាត់បង្រៀនឲ្យបងប្អូនទឹកមុខបាត់ដៃបាត់ជើងឲ្យសមនឹងក្បាច់ហើយចម្រៀងល្ខោនឲ្យបងប្អូនទៅសម្ដែងបានល្អបានពេលវេលាគ្មានការវិភាគសម្ដែងសមាជិកម្នាក់នៃក្រុមសិល្បៈមហាជនប្រាសាទគង់សុទ្ធតែខិតខំពលកម្មដើម្បីថែទាំគ្រួសារពេលមានកិច្ចសន្យាសម្ដែងមនុស្សគ្រប់គ្នាឆ្លៀតពេលវេលាដើម្បីហាត់សមគិតត្រឹមដើមខែមីនាឆ្នាំ2026ក្រុមសម្ដែងបាន20ទីតាំងហើយសិល្បករសិល្បករនីតន្ត្រីការបកលឹកបម្រើការងាររបស់ក្រុមភាគច្រើនជាកសិករកម្មករជាក្រុមសិល្បៈមហាជនទើបការរក្សាសកម្មភាពរបស់ក្រុមក៏ជួបការលំបាកច្រើនដែរដោយសារខ្វះថវិកាទោះជាយ៉ាងណាក៏ដោយមនុស្សគ្រប់គ្នាតែងតែរួមសុខរួមទុក្ខថែរក្សាប្រពៃណីវប្បធម៌ឆ្នាំ2026នេះជាគេហៅថាតាំងពីបញ្ចូលខេត្តមកទៅឡើងទីក្រុងកន្ទើនឹងយើងឃើញថាដូចជាល្អប្រសើររឿងច្បាប់រឿងអីដូចជាខេត្តអោយតម្លៃបានទៅសម្ដែងថាបានរូតលាស់គួរប្រសើរតែយើងមកសម្ដែងអញ្ចឹងដូចជាគ្រឿងអលង្ការមួយដែលរៀបចំដូចជាអ្វីវ៉ាន់ទីជានាងវាំងនួនអញ្ចឹងគ្រប់សពបែបទាំងអស់ហ្នឹងមិនដំបងចម្រៀងហើយវគ្គទី2បានដែលល្ខោនមួយសាក់ខ្សែរឿងដែលរដ្ឋបានសញ្ញាឲ្យយើងចេញសម្ដែងរាល់តែឆ្នាំធ្វើដំណើរមកសម្ដែងភូមិនេះគ្រប់ភូមិហ្នឹងគេគ្រប់គ្រងយ៉ាងខ្លាំងដូចជាមានវៀតណាមហើយក្នុងខ្មែរអញ្ចឹងក៏បីសាសហ្នឹងមិនទាំងអស់គេអបអូក៏ព្រមអាតុំសិល្បៈយ៉ាងច្រើនក្មេងឬមួយក៏តូចនិយាយទៅរួមទៅមើលទាំងអស់ហើយការវិភាគសម្ដែងមានរដូវបុណ្យទានច្រើនជាងមុនភូមិសាស្ត្រធំទូលាយជាងមុនមានពេលខ្លះក្រុមសិល្បៈទាំងឡាយត្រូវរៀបចំនិងធ្វើដំណើរភ្លាមទាំងយប់ក្រោយពេលសម្ដែងចប់ដើម្បីបន្តដំណើរចម្ងាយពី50ដល់60គីឡូម៉ែត្រទៅកាន់ទីតាំងបន្តទៀតអ្នកណាក៏រវល់នឿយហត់ដែរប៉ុន្តែពេលឆាកបើកភ្លើងសិល្បករសិល្បករនីតន្ត្រីការបកលឹករបស់ក្រុមសុទ្ធតែរំភើបចិត្តព្រោះពួកគាត់តែងតែទទួលបានការទទួលស្វាគមន៍ពីមាមីងដោយមនោសញ្ចេតនាពិសេសការរំបាកក៏មានសិល្បៈហ្នឹងតែពីទៅយើងសិល្បៈវិញនិយាយរឿងដឹកជញ្ជូនយើងពិបាកណាស់ប៉ុន្តែតស៊ូដែលសិល្បៈទៅដើម្បីដែលចែកជូនសម្ដែងចែកជូនបងប្អូនមាននិយាយតាដើម្បីគេហៅថាខ្សែចក្ខុអារម្មណ៍ដែលបងប្អូនធ្វើពីការហត់នឿយពេលយប់ឬត្រីអញ្ចឹងគេទេសនាទៅបណ្ដែតអារម្មណ៍គេឲ្យសុបាយទៅសម្ដែងនោះមានគ្រប់គ្រងយ៉ាងច្រើនណាតែដូចជាឃើញក្រុមទៅអរីករាយច្រើនគេហៅឧបត្ថម្ភគេការគេហៅគ្រប់គ្រងក្រុមណាឃើញតែល្ខោនទៅឲ្យក្មេងចាស់ទុំអីអញ្ចឹងដែរគេតែយើងការយើងសម្ដែងគួរសមតែខ្សែរឿងអញ្ចឹងទៅគេក្រេបចុកទៅគេសែនយើងជិញទៅខ្លះទៅជូនយើងដំណើរអញ្ចឹងទៀតចិត្តដើម្បីឲ្យសបាយក្នុងភូមិក្នុងស្រុកបានបានស្រុកសបាយមានក្នុងភូមិស្រុកសបាយអត់ចូលចិត្តបានគេយើងទៅហេលុយប្រជុំគ្នាមកម្នាក់ម្ដាយបើជើងអ្នកវិញលុយការម្នាក់វិញកម្លាំងអីហ្នឹងគេជួយប្រជុំគ្នាមកចាnămណាក៏អញ្ចឹង3nămហើយដែរចូលលេងដងរងណាការសម្ដែងរបស់បណ្ដាក្រុមសិល្បៈក៏រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិរក្សបណ្ដាទម្រង់សិល្បៈខ្មែរផងដែរជាស្ដែងការរក្សាសកម្មភាពរបស់ក្រុមសិល្បៈមហាជនទាំងឡាយនៅមានការលំបាកមិនតិចទេហេតុនេះក្រុមទាំងឡាយក៏ត្រូវការជំនួយឧបត្ថម្ភពីបណ្ដាផ្នែកសមត្ថកិច្ចអំពីការបណ្ដុះបណ្ដាលបំពាក់
បំពន់ជំនាញអំពីការគ្រប់គ្រងរៀបចំណែនាំសកម្មភាពត្រឹមត្រូវជាងមុនលើកកម្ពស់គុណភាពនៃផ្ទាំងទស្សនីយភាពដើម្បីឆ្លើយតបតម្រូវការកាន់តែខ្ពស់របស់នាមីខ្មែរតាមរយៈនោះការសម្ដែងបម្រើពិធីបុណ្យនិងបន្តរួមចំណែកផ្សព្វផ្សាយសិល្បៈអំពីវណ្ណៈមនុស្សគ្រប់រូបចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ